3 គ្រាប់ 14 គ្រាប់ ចំណែកឱកាសបានឈ្នះនោះគឺតិចជាង1ភាគ 10000 ទៅទៀតវាប្រកាសជាដូបៀ 15 គ្រាប់មេ16 គ្រាប់ ត្រូវអូសថែមទៀតឱកាសបានទៅបំផុត320ភាគ 9500 រាល់លើកពេលដែលលងស៊ឺទាញវាតែយំរៀមដៃចុចវាជានិច្ចពីបយមេ20 គ្រាប់ស៊ីអស់ អូតែមែនប្រកែអត់ចាមែនប្រសិនណាថ្ងៃនេះប្រទេសដៃគូហើយវិធីរបស់លងស៊ឺ5រៀបដៃចុចស្លឹកវាហើយរួមពេលជាមួយគ្នាយកស្លឹកមាននោះដាក់នៅខាងលើវិញឱកាសមកភាព220ក៏អាចឈ្នះបានដែរលងស៊ឺពិតជាពូកែមែនចាំមិនទាំងអស់គ្នាលេងទៀតទេយកវាមកហ៊ូផ្សេងទៀតទៅដូរទៅវាមកហ៊ូនេះត្រូវប្រើដៃជើងលាបខ្លាញ់នៅលើស្លឹកវាឲ្យតែចុចវារអិលខ្លាំងណាស់បាទវាមកហ៊ូនេះចាស់ណាស់ខ្ញុំចង់ដូរវាមកហ៊ូថ្មីទៀតមានបញ្ហាដែរទេជឿតាមស្រួលទោះជាលោកស៊ឺផ្កាយយ៉ាងណាក៏ដោយលើកនេះចុចវាមិនបានទេឱកាសបានស្លឹកលេខ6 40ភាគ 530ឱកាសបានលេខ7គឺ83ភាគ 1070ឱកាសបៀសអុយមាន 37% ដៃនេះយើងឈ្នះអូសតទៅទៀត22 គ្រាប់ស្អីគឺ13គ្រាប់ទៀតហើយ16 គ្រាប់ឱកាសមិនស្អុយលើសពី4ភាគអាចអូសបានអូសទៀតចាំមើលយ៉ាងម៉េចអូ22 គ្រាប់ស្អីហើយមិនទៅយ៉ាងនេះវិញឱកាសពីអាទៅលេខ7គឺមាន266 535ឱកាសធំជាងពាក់កណ្ដាលអូសទៀត22 គ្រាប់ស្អីមិនអាចទេមិនអាចយ៉ាងនេះបានទេឱកាសបានស្លឹកលេខ9មាន67%បើសិនជាមិនបានលេខ9ទេ9ភាគគឺស្អុយហើយ22 គ្រាប់ស្អីឬមកទូទាត់ខុសទូទាត់ខុសគ្នាម្ដងទៀតមើលឱកាសបានស្លឹកលេខ7 83ភាគ 1065ឱកាសដែលបានស្លឹកអាត់ដល់លេខ7នោះមាន58%កាសអុយមាន15%ទេម្ដងនេះមិនខុសទេ22 គ្រាប់ស្អី22គ្រាប់ទៀតហើយប៉ុន្តែឱកាសបានស្លឹក8គ្រាន់តែ0.069តែប៉ុណ្ណោះទេមិនក៏យ៉ាងនេះទៅវិញមិនទៅគ្មានស្លឹកអុំមកស្លឹកអញ្ចឹងស្លឹកអុំមានឱកាសពី3ភាគច្បាស់ណាស់15គ្រាប់ចឹងឈប់អូសទៅខ្ញុំមិនជឿថាបានលេខ7 22គ្រាប់នោះទេ22 គ្រាប់ស្អីលេខមួយស្លឹកមែនហើយឬមួយក៏លងស៊ឺជាប្រាក់មែនខ្ញុំនៅ5គ្រាប់ខ្ញុំមិនជឿថា22គ្រាប់ទេអូស្អីមុនពេលខ្ញុំមិនទាន់អនុញ្ញាតមិនឲ្យអូទេឱកាសបានស្លឹកលេខ7មាន41 53122គ្រាប់ស្អី9000ភាគ 10000មិនមែនលេខ7ទេហេតុអីចឹងមេ6គ្រាប់ទីអស់កាពិតមានកន្លែងណាខុសទៅមានកន្លែងណាខុសទៅមិនទៅចឹងគាត់ទៅពោចោលមកទៀតនៅគិតអីទៀតសំណាឲ្យចោលការពារជាមុនបាត់បៀសិនបើកទៅពូកែមែនស្ដេចល្បែងជប៉ុនឡាយហ៊ានបើឡមីពួកឯង8ប្រទេសរួមគ្នាដាក់ឈ្មោះស្ដេចល្បែង8ប្រទេសហ៎បើសិនជាខ្ញុំស្មានមិនខុសទេទេវតាទូទាត់ទាំង14នាក់របស់នាងទេវតាទូទាត់ទាំង14នាក់ស្ដេចល្បែង8ប្រទេសបូករួមទាំងនាងថែមទៀតផងនោះមាន23នាក់មកទប់ទល់ជាមួយនឹងខ្ញុំវ៉ាហើយឯងពិតជាលើកកិត្តិយសខ្ញុំមែនអូថ្ងៃមែនយ៉ាងមែនណាលងស៊ឺគេថាក្បាច់កំទេរបស់ឯងពូកែពិតជាមិនខុសបន្តិចណាសោះជាស្នារបស់ខ្ញុំទេខ្ញុំមិនតបភ្នែកជាមួយឯងទេឯងសោះលុយដែរទេ
ខ្ញុំនៅមានបនលបាយមួយនេះទៀតបើសិនជាឯងជំនះខ្ញុំនោះបនលបាយនេះជារបស់ឯងហើយឡុងស៊ឺឯងសាកមើលក្បាច់កំទេរបស់ខ្ញុំវ៉ាហើយឯងធ្វើខ្ញុំអស់សង្ឃឹមមែនស្នាដៃឯងនេះស្ទើរណាស់ ខំសំលុយទុកច្រើនឆ្នាំដោយលំបាកកូនឯងនេះតែមកយកធ្វើឲ្យបាត់អស់លីកូនឯងល្ងងណាស់ ទៅលោកទៀតទៅម៉ែឥឡូវវាអស់ទៅហើយបើទោះជាលោកក៏លុយវាមិនមកដែរ អាហា អូលោក គឺខ្ញុំហើយឯងខឹងនឹងខ្ញុំតែខ្ញុំយកលុយឯងមែនទេណែខ្ញុំសងឯងវិញ ថាម៉េចសរសេរសវត្តថាចម្ពាក់ហើយគឺរួចគ្នាហើយហ៎ នេះជាប្លង់ផ្ទះមួយនេះទេថ្ងៃក្រោយផ្ទះនេះជារបស់ពួកអ៊ំហើយ បងផ្ទះមែន នៅមានទៀនឯងចេញទៅក្រៅមើលទៅ ណែឆៃកាយថ្មីមួយនៅខាងក្រៅនោះ ជារបស់ឯង ឆៃកែថ្មីស្អីទៅ ខាងក្រៅមានឆៃកាយថ្មីមួយទៀតណាម៉ែ ឆៃកែថ្មីមួយហ៎ គឺខ្ញុំជូនឯងទេ មែនទេអាយ៉ាអរគុណលោកឡុង អរគុណហើយលោកឡុងអរគុណហើយ លោកជាអ្នកមានគុណរបស់តកូលឈិនខ្ញុំមែន ពួកឯងមិនបាច់អរគុណខ្ញុំនោះទេខ្ញុំចូលចិត្តអ្នកណាដែលគោរពខ្ញុំអាហាក់វាគោរពខ្ញុំហើយជឿខ្ញុំហេតុនេះជារបស់ពួកឯងដែលត្រូវបាន លើឆៃផ្ទះមានទៅអស់ហើយលើឆៃ ទៅតោះឆៃហើយតែបងជួយវាទៅ ទៅជួយប្រលើគ្រឿងសិន ឆាប់ទៅ មិនបាច់ទៅទេលើនៅលំស៊ឺខ្ញុំដុតហើយនោះមានអ្នកណាបន្លត់បានអូយជួយគ្នាបងទៅជួយគ្នាបងទៅ អស់ហើយអស់ហើយផ្ទះរបស់ខ្ញុំចែអស់បាត់ហើយ អូយ